មានបងប្អូនយើងសួរថាបើចង់កាត់ប្លង់ដីពីឪពុកម្ដាយមកកូនប៉ុន្តែគាត់ទាំងពីរបានស្លាប់បាត់ទៅហើយតើនៅតែអាចកាត់ឈ្មោះបានដែរឬទេចម្លើយគឺអាចធ្វើបាន 100% បងប្អូនប៉ុន្តែយើងមិនអាចធ្វើការកាត់ប្លង់ទិញលក់ឬធ្វើអំណោយដោយធម្មតាបានទេគឺយើងត្រូវបដូរមកប្រើនីតិវិធីការផ្ទេរសិទ្ធិទទួលមរតកវិញដើម្បីអាចកាត់ឈ្មោះចូលកូនបានបងប្អូនត្រូវត្រៀមឯកសារនិងឆ្លងកាត់3ជំហានសំខាន់នេះទី1ត្រូវមានសម្បត្តិមរណភាពរបស់ឪពុកម្ដាយដើម្បីបញ្ជាក់ថាគាត់ពិតជាបានទទួលមរណភាពមែនទី2ត្រូវសុំសេចក្តីសម្រេចទទួលស្គាល់ទីយាតពីអាជ្ញាធរឃុំសង្កាត់ដើម្បីបញ្ជាក់ថាអ្នកណាខ្លះជាសាច់ញាតិឬកូនដែលមានសិទ្ធិទទួលមរតកនេះទី3ការព្រមព្រៀងគ្នារវាងទីយាតចំណុចនេះគឺសំខាន់ណាស់បើឪពុកម្ដាយមានកូនច្រើនហើយចង់កាត់ឈ្មោះដាក់កូនតែម្នាក់ទីយាតផ្សេងទៀតត្រូវតែធ្វើលិខិតយល់ព្រមប្រគល់សិទ្ធិឬលិខិតបដិសេធមិនទទួលមរតកនេះទើបអាចកាត់ឈ្មោះដាក់កូននោះតែម្នាក់បានប៉ុន្តែសូមចាំថាបើមានទីយាតណាម្នាក់បដិសេធឬមិនព្រមប្តឹងម្ដាយទីយាតដែលទទួលសិទ្ធិក៏មិនអាចទទួលបានការផ្ទេរសិទ្ធិបានដែរលុះត្រាតែមានការសម្របសម្រួលគ្នាជាមុនសិនសរុបមកគឺធ្វើបានធម្មតាទេឲ្យតែបងប្អូនឯកភាពគ្នាប៉ុន្តែបើបងប្អូនរវល់ឬស្មុគស្មាញមិនដឹងរៀបចំឯកសារពីណាទៅណាអាចទំនាក់ទំនងមកយើងខ្ញុំបានយើងខ្ញុំនឹងជួយសម្របសម្រួលជូនបងប្អូនចង់បានការរៀបចំឯកសារដោយគ្មានការព្រួយបារម្ភរហ័សនិងសុវត្ថិភាពសូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ